រឿងពុះអ្នកតានៅក្នុងភូមិតូចមួយដែលស្ថិតនៅជាប់ព្រៃភ្នំដ៏ខៀវស្រងាត់មានខ្ទមអ្នកតាចាស់មួយដែលអ្នកស្រុកគោរពបូជាជាយូរណាស់មកហើយខ្ទមនោះមានដើមឈើធំធំព័ទ្ធជុំវិញនិងមានសភាពស្ងប់ស្ងាត់អ្នកស្រុកជឿថានៅទីនោះមានពស់អ្នកតាដែលជាពស់ដ៏ធំមួយមានសម្បុកខ្មៅលាយប្រផេះនិងមានភ្នែកដូចត្បូងកណ្ដៀងចាំថែរក្សាខ្ទមនោះពួកគេជឿថាវិញ្ញាណអ្នកតាបានបញ្ចូលទៅក្នុងរូបពស់នោះដើម្បីការពារភូមិឲ្យមានសុខសន្តិភាពនិងសុវត្ថិភាពជានិច្ចរៀងរាល់ឆ្នាំអ្នកស្រុកតែងតែយកផ្កានិងចំណីទៅថ្វាយដើម្បីបង្ហាញពីការគោរពនិងការសុំអភ័យទោសបើមានកំហុសអ្វីមួយប៉ុន្តែមានបុរសម្នាក់ឈ្មោះពូសនជាអ្នកប្រមឹកដែលមិនចេះជឿរឿងអបិយជំនឿទាំងឡាយនោះទេគាត់តែងតែសើចចំអកអ្នកស្រុកថាជឿលើរឿងឈួតលីលាហើយថាពស់អ្នកតានោះគ្រាន់តែជាពស់ធម្មតាមួយប៉ុណ្ណោះថ្ងៃមួយពូសនកំពុងដើរត្រឡប់មកពីចំការវិញគាត់បានឃើញពស់ធំមួយក្បាលកំពុងតែវាកាត់ផ្លូវមានសភាពស្រដៀងទៅនឹងពស់អ្នកតាដែលអ្នកស្រុកតែងតែនិយាយដល់ពូសនបានយកដំបងវាយលើពស់នោះសម្លាប់ហើយយកពស់នោះទៅធ្វើជាម្ហូបក្លែមស្រាជួបជុំគ្នាជាមួយមិត្តភ័ក្តិរបស់គាត់ចាប់តាំងពីថ្ងៃនោះមករឿងចម្លែកបានកើតឡើងដំបូងពូសនចាប់ផ្ដើមឮសំឡេងសូស្រាកដូចជាសំឡេងពស់នៅជុំវិញផ្ទះរបស់គាត់នាពេលយប់គាត់បានគិតថាវាគ្រាន់តែជាសំឡេងខ្យល់ឬសត្វអ្វីមួយតែប៉ុណ្ណោះសំឡេងនោះកាន់តែខ្លាំងឡើងរហូតដល់គាត់គេងពុំលក់ពេលខ្លះគាត់ភ្ញាក់ពីគេងហើយឃើញស្រមោលខ្មៅធំមួយរំកិលនៅក្រៅបង្អួចតែពេលគាត់ចេញទៅមើលហាក់បីដូចជាគ្មានអ្វីសោះបន្ទាប់មកអ្នកស្រុកចាប់ផ្ដើមនិយាយថាខ្ទមអ្នកតាដែលធ្លាប់តែស្ងប់ស្ងាត់ឥឡូវមានអារម្មណ៍ថាដូចជាថប់និងត្រជាក់ខុសពីធម្មតាមានក្មេងអ្នកភូមិម្នាក់បានឃើញពស់មួយដែលមានភ្នែកភ្លឺចាំងលាក់ខ្លួននៅជិតខ្ទមអ្នកតាហើយនៅពេលដែលក្មេងនោះស្រែកឡើងពស់នោះស្រាប់តែបាត់ស្រមោលសូនឈឹងភ្លាមទៅអ្នកស្រុកចាប់ផ្ដើមភ័យខ្លាចហើយភ្ជាប់រឿងនេះទៅនឹងទង្វើរបស់ពូសនយប់មួយពូសនសូបិនឃើញអ្នកតាចាស់ម្នាក់មានមុខវែងសក់ពណ៌សនិងភ្នែកខ្មៅងងឹតឈរនៅចុងគ្រែរបស់គាត់អ្នកតានោះបាននិយាយទៅដោយសំឡេងល្វើយដូចជាខ្យល់បានប្រាប់គាត់ថាអ្នកបំផ្លាញអ្វីដែលអ្នកមិនគួរប៉ះឥឡូវអ្នកនឹងទទួលផលពូសនភ្ញាក់ឡើងទាំងញើសហូរសស្រាក់ហើយមានអារម្មណ៍ថាដូចអ្វីមួយកំពុងតែសម្លឹងគាត់ពីជ្រុងងងឹតនៃបន្ទប់ថ្ងៃបន្ទាប់គាត់ចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយរុំជុំវិញជើងនិងរុំជុំវិញដៃរបស់គាត់ទោះបីជាគ្មានឃើញអ្វីក៏ដោយពេលគាត់ដើរទៅក្នុងភូមិគាត់ឃើញស្នាមពស់ធំមួយនៅលើដីវាហាក់ដូចជាតាមគាត់គ្រប់ជំហានអ្នកស្រុកបដិសេធមិនជួយគាត់ទេព្រោះខ្លាចរឿងអាក្រក់កើតឡើងលើខ្លួនឯងយប់ចុងក្រោយពូសនបានបាត់ខ្លួនពីផ្ទះពេលអ្នកស្រុកទៅរកគេឃើញតែស្នាមពស់ដ៏ធំមួយទៅកាន់ខ្ទមអ្នកតានៅទីនោះមានដបស្រាដែលគាត់ធ្លាប់ញ៉ាំជាមួយនឹងសាច់ពស់ដាក់នៅនឹងមុខខ្ទមហើយនៅក្នុងដបនោះមានឈាមស្រស់ដែលគ្មានអ្នកណាហ៊ានប៉ះឡើយចាប់តាំងពីពេលនោះមកអ្នកស្រុកនិយាយថាបើអ្នកណាហ៊ានប្រមាថពស់អ្នកតានឹងត្រូវជួបរឿងអាក្រក់ដោយពូសនហើយនៅខ្ទមអ្នកតាពេលខ្លះនៅតែឮសំឡេងសូស្រាកដែលធ្វើឲ្យអ្នកណាក៏ញ័ររន្ធត់និងគោរពកោតខ្លាចក្រៃលែង